trader គ្នាយើងនេះគឺជាព្រឹត្តិការណ៍ហិរញ្ញវត្ថុសំខាន់សម្រាប់បងដែលជាអ្នក trader គួរតែតាមដាននៅក្នុងសប្តាហ៍នេះព្រោះវានឹងអាចធ្វើឲ្យទីផ្សារមានការប្រែប្រួលខ្លាំងជាពិសេសបងដែលចូលចិត្ត trade នៅពេលយប់តែម្ដងថ្ងៃច័ន្ទម៉ោង6ល្ងាចនេះអាមេរិកនឹងឡើងសន្និដ្ឋានតាក់ទងជាមួយនឹងអនាគតទីផ្សាររបស់អាមេរិកនិងស្ថានភាពនៅអឺរ៉ង់បន្ទាប់មកថ្ងៃច័ន្ទដដែលនេះម៉ោង10យប់អាមេរិកនឹងបញ្ចេញទិន្នន័យ PMI ជាទិន្នន័យសម្រាប់វាស់ស្ទង់សុខភាពសេដ្ឋកិច្ចនៅក្នុងវិស័យរោងចក្រនៅថ្ងៃពុធម៉ោង8:15នាទីអាមេរិកនឹងបញ្ចេញទិន្នន័យ ADP Employment ចឹងថ្ងៃប្រហោះម៉ោង8កន្លះអាមេរិកនឹងបញ្ចេញទិន្នន័យ Initial Jobless Claim បើសិនជាទិន្នន័យចេញមកមានតួលេខខ្ពស់វាបង្ហាញថាទីផ្សារការងារអាមេរិកចាប់ផ្ដើមមានបញ្ហាចំពោះនៅថ្ងៃសុក្រម៉ោង8កន្លះវិញអាមេរិកនឹងបញ្ចេញទិន្នន័យ Retail Sales និង Job Report ទិន្នន័យទាំងពីរនេះនឹងកំណត់ថា Fed នឹងកាត់អត្រាការប្រាក់ឬក៏រក្សាអត្រាការប្រាក់នៅដដែលកុំភ្លេចតាមដានទាំងអស់គ្នាជាពិសេសបងអ្នកចូលថ្មីប្រយ័ត្នប្រយែងព្រោះម៉ោងព័ត៌មានទីផ្សារអាចនឹងមានការឡើងចុះខ្លាំងដែលអាចធ្វើឲ្យបងងាយនឹងដាច់ account សម្រាប់បងដែលចង់បាក់ account តាក់ទងជាមួយនឹង crypto និង forex កុំភ្លេច click link នៅខាងក្រោម join ក្រុមរបស់ពួកយើងដើម្បីតាមដានព័ត៌មានផ្សេងៗទៀតតាក់ទងជាមួយនឹងការ trading ហើយជួបអ្នកនរគ្នានៅវីដេអូក្រោយជម្រាបលា